bà chụp để số luôn được này nhà nợ pin ní con pra ban một đò xã cung bằng bảy mồm hái một đò tin ban đời chụp chảy dưới ban bắt đầu là từ lục kim giấy cứ trên hai đợt xã nơi tiền ní lục kim giấy bông phun từng ở cái đang hái than quát cứ chia nè chấm nhiên bị sai hai đợt xã cà phê con sạt bàn giang là óประสาก็មានជំនាញជាង10ឆ្នាំហើយបងប្អូនទាំងនេះខ្ញុំសូមជម្រាបផងដែរកូនប្រុសនេះគឺជាកូនប្រុសមួយដែលរងគ្រោះដោយសារតែឆ្កែបងប្អូនទាំងគ្នាអ្នកស្រុកអ្នកភូមិគាត់បានចូលទៅក្នុងព្រៃហើយគាត់បានជួបជាមួយនឹងកូនប្រុសនេះដោយម្ដាយរបស់វាបានខ្លាចឆ្កែបាទរត់បាត់អញ្ចឹងអ្នកស្រុកគាត់ក៏បានឃើញកូនប្រុសនេះគាត់មានការព្រួយបារម្ភតាក់ទងជាមួយនឹងអត់ម្ដាយចិញ្ចឹមអត់មានទឹកដោះហើយកូនប្រុសនេះតូចពេកអញ្ចឹងគាត់ក៏បានចាប់កូនប្រុសនេះយកមកថែរក្សានៅក្នុងភូមិស្រែជីឃុំស្រែជីស្រុកអូក្រៀងសានជ័យខេត្តក្រចេះគាត់បានចិញ្ចឹមរយៈពេល2ខែហើយបានដោយសារតែគាត់អត់ទាន់ដឹងថាការផ្ដល់សัตว์នេះឲ្យទៅផ្នែកខាងណាមួយឲ្យបានច្បាស់លាស់ហើយគាត់ក៏បានទំនាក់ទំនងខាងបរិស្ថាននិងខាងសហគមន៍ត្រពាំងក៏ដឹងនៅក្នុងតំបន់នោះដែរដើម្បីទំនាក់ទំនងមកខាងអង្គការគាំពារសត្វព្រៃកម្ពុជាដើម្បីទទួលយកកូនសត្វនេះយកមកថែរក្សាបន្តចំណុចនេះគឺខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ៊ំស្រីគឺជាជនជាតិដើមភាគតិចក្រោលគាត់និយាយភាសាក្រោលគាត់និយាយភាសាខ្មែរយើងមិនសូវច្បាស់ទេពេលដែលខ្ញុំចង់សួរព័ត៌មានតាក់ទងជាមួយនឹងកូនប្រុសនេះយ៉ាងម៉េចហ្នឹងគាត់អត់សូវស្ដាប់បានភូមិស្រែភូមិស្រែជីភូមិស្រែជីភូមិស្រែជីឃុំស្រែជីឃុំស្រែជីខេត្តកញ្ចេះដែលមានអ្នកសហគមន៍នៅក្នុងតំបន់នោះគាត់ព្យាយាមជួយបកប្រែបាទបកប្រែឲ្យដែលគាត់ចេះភាសាខ្មែរនោះតិចតួចបំផុតហើយគាត់ពេលដែលខ្ញុំសួរទៅគាត់តែតែស្ដាប់បានអញ្ចឹងទៅញឹមស្អាតទៅបាទខ្ញុំសូមអរគុណចំពោះបងប្អូនទាំងគ្នាហើយក៏សូមអរគុណម្ចាស់ដែលបានផ្ដល់កូនប្រុសនេះឲ្យខ្ញុំសូមសរសើរលើកទឹកចិត្តចំពោះដែលបងប្អូនទាំងគ្នាបានជួយសង្គ្រោះកូនប្រុសនេះឲ្យមានរស់រានមានជីវិតចិញ្ចឹមដោយទឹកដោះចិញ្ចឹមដោយបបរកាលពេលដែលកូនប្រុសនេះនៅជាមួយនឹងគាត់អញ្ចឹងយើងចូលរួមទាំងអស់គ្នាបាទការពារនិងអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជាយើងទាំងអស់គ្នាបាទសូមអរគុណ